គូស្នេហ៍វ័យក្មេង5គូសតែចង់រៀបការក្រោយចូលរួមមង្គលការតែបុព្រឹកនឹងជីវិតបន្ទាប់ពីចូលរួមមង្គលការរបស់តារាចម្រៀងទៅបុព្រឹកនឹងជីវិតរួចតារាល្បីៗជាច្រើនបានបង្ហាញនៅអារម្មណ៍ពិតនិងចង់រៀបការឆាប់ៗដូចជាអ្នកទាំងពីរផងដែរមួយសំណាងអេលីណាកញ្ញាសំណាងអេលីណាជាស្រីស្អាតសម្បូរស្នេហ៍ម្នាក់តែពេលនិយាយដល់រឿងរៀបការនាងតែងតែបដិសេធជានិច្ចដោយឡែកលើកនេះនាងបែរជាពោលពាក្យថាឃើញតារាចម្រៀងប្រុសស្រីជីវិតនឹងទៅបុព្រឹករៀបការនាងមានបំណងចង់រៀបការឆាប់ៗខាងមុខនេះដែរសំខាន់រកកូនកំលោះអត់ឃើញទោះជាយ៉ាងនេះក្តីសំណាងអេលីណាក៏ធ្លាប់ប្រកាសបើកបេះដូងនឹងមានអ្នកនៅក្នុងជីវិតហើយពីភឹមស្រីណូថ្មីនេះតារាស្រីភឹមស្រីណូក៏បានបង្ហាញនៅការពិតថានាងមានគូស្នេហ៍រួចហើយក៏មានបំណងចង់រៀបការឆាប់ៗផងដែរប៉ុន្តែនាងសុំលាក់ពីពេលវេលានិងមុខមាត់របស់អនាគតស្វាមីខ្លួនសិនពីព្រោះចង់ឲ្យមានការភ្ញាក់ផ្អើល3 វីឌីណេតក្រោយពេលធ្វើជាកូនកំដរស្រីដល់តារាចម្រៀងទេបុព្រឹករួចរាល់តែតារាចម្រៀងវីឌីណេតបានប្រកាសថាចង់រៀបការដែរមិនចង់នៅលាវយូរតទៅមុខទេគ្រាន់តែពេលនេះពុំទាន់ឃើញបុរសណាម្នាក់មកចោស្ដីដណ្ដឹងនាងតាមផ្លូវច្បាប់សោះនាងរំពឹងថាអាចនឹងចូលរោងការឆាប់ៗដូចជាមិត្តភក្តិដែរ4 អិនលក្ខណាថ្មីត្បិតតែកំពុងមានឈ្មោះបោះសម្លេងកញ្ញាអិនលក្ខណាក៏មានបំណងចង់រៀបការដែរដោយនាងមិនខ្លាចធ្លាក់ប្រជាប្រិយភាពឡើយសម្បីតែទេបុព្រឹកក៏បានជូនពរនាងឲ្យជួបស្នេហ៍អ្នកមានទ្រព្យឆាប់ៗគ្រាន់តែឮបងស្រីជូនពរបែបនេះកញ្ញាអិនលក្ខណារំភើបចិត្តហើយសង្ឃឹមថាជីវិតខ្លួននឹងជួបគូល្អដូចជាបងស្រីអញ្ចឹង5 ប៉ែកគីមួយនិងសោយរតនាគូស្នេហ៍គូចម្រៀងប៉ែកគីមួយនិងលោកសោយរតនាបានភ្ជាប់ពាក្យនឹងគ្នាជិត3ឆ្នាំហើយតែអ្នកទាំងពីរនៅពុំទាន់ដឹកដៃគ្នាចូលរោងការតាមប្រពៃណីទៀតហេតុធ្វើឲ្យខាងប្រុសរំអុកចង់រៀបការឆាប់ៗបន្ទាប់ពីចូលរួមមង្គលការទៅបុព្រឹករួចប៉ែកគីមួយបានបង្ហើបប្រាប់ថាលោកសោយរតនាដែលជាគូដណ្ដឹងកំពុងរំអុកចង់រៀបការចំណែកនាងក៏យល់ព្រមហើយត្រៀមនឹងចូលរោងការក្នុងពេលឆាប់ៗនេះ